អ្នកគ្នាថ្ងៃនេះគ្រូនឹងលើកយកវិជ្ជាសំខាន់ក្នុងភាសាចិនមួយគឺវិជ្ជាសឹបកភាសាខ្មែរថាគឺជាអូខេហើយដែលយើងតែងតែប្រើវាជាប្រចាំណាអូខេឥឡូវយើងមើលទាំងអស់គ្នានៅក្នុងទម្រង់ពាក្យសឹតើប្រើរបៀបម៉េចពាក្យសឹគឺជាទៅគេដាក់ប្រធាននៅខាងមុខវាហើយដាក់សឹហើយខាងក្រោយវាអាចថាជានាមឬក៏ជា noun phrase មានថាជាកន្សោមនាមកន្សោមនាមមានថាពាក្យទាំងឡាយណាដែលវាមាន icon ខាងមុខឧទាហរណ៍ថាបើសិនជាយើងនិយាយពាក្យថា学生បកថាសិស្សក៏ប៉ុន្តែបើបងដាក់ថា一个学生សិស្សម្នាក់អាហ្នឹងគេហៅវាថាជាកន្សោមនាមហើយនៅក្នុងភាសាអង់គ្លេស a student a book អាហ្នឹងគេហៅថាជាកន្សោមនាមមានថាមាននាមជាគោលហើយខាងមុខវាអាចថាជា adjective before noun ឬក៏ជា article អូខេតោះឥឡូវយើងទៅមើលដល់គ្នានៅក្នុងការតែងប្រយោគគូលើកយក3ប្រយោគខ្លីៗទី1ឧទាហរណ៍ថា我是老师我是老师ខ្ញុំគឺជាគ្រូ他是柔权人他是柔权人他是柔权人他គាត់是គឺជា柔权人គឺអ្នកមានគាត់គឺជាអ្នកមានម្នាក់他是柔权人យើងអាចនិយាយថា他是គេ一个柔权人ក៏បានឬក៏他是柔权人ប៉ុណ្ណឹងក៏បាន第三我是柬埔寨人我是柬埔寨人柬埔寨人មានថាជនជាតិខ្មែរខ្ញុំគឺជាជនជាតិខ្មែរអញ្ចឹងសាមញ្ញអ្នកគ្នាឃើញទេអញ្ចឹងអាខាងលើគឺជានាមទូទៅដែលយើងយកប្រើវាទាំងអស់អញ្ចឹងក្នុងសតនាមយើងអាចប្រើអាចដូរទៅជាកន្សោមនាមទៅសារគ្រូអត់បានបរៀនពាក់ព័ន្ធនឹងកន្សោមនាមម្លេះហើយគ្រូគ្រាន់ដាក់វាក្នុងកម្រិតប៉ុណ្្នឹងសិនទៅមើលបន្តទៀតអញ្ចឹងគ្រូឲ្យពាក្យក្នុងហ្នឹងឲ្យអ្នកគ្នាណាទី1ឧទាហរណ៍ថា我的朋友អូខេ我姐姐我的朋友គឺជាកន្សោមនាមហើយបើមកថាមិត្តភក្តិរបស់ខ្ញុំឬក៏我朋友我姐姐អានឹងដាក់តើណាពាក់ព័ន្ធនឹងសាច់ញាតិក្រុមគ្រួសាររបស់យើងគឺពាក្យថា我姐姐我姐姐បើមកថាបងស្រីរបស់ខ្ញុំ我爸爸ប៉ារបស់ខ្ញុំ教授សាស្ត្រាចារ្យ医生បើមកថាគ្រូពេទ្យ司机អ្នកបើកបរឡានរថយន្តតកងឡានណា厨师ចុងភៅ律师គឺអ្នកច្បាប់យើងអាចបង្កើតប្រយោគនោះទៅតែម្ដងទៅឧទាហរណ៍ថា他是我的朋友គាត់គឺជាមិត្តភក្តិរបស់ខ្ញុំអ្នកគ្នាអាចដាក់ដោយខ្លួនឯងបានណាលោកsưគាត់ដាក់ថា我是ចុច我是教授我是司机អូខេ我是律师ឧទាហរណ៍我是厨师ចឹងដាក់មួយណាទៅខ្ញុំគឺជាចុងភៅ我是厨师我是厨师我是律师ឧទាហរណ៍ណាចឹងអាចប្រើប្រាស់បាននៅក្នុងការនិយាយអូខេចូលដល់ចំណុចទី3ថា是ដូចគ្នាបងអាចប្រើពាក្យមួយណាក៏បានដែរស្អែកចិត្តអូខេនេះគឺជា conversation មួយដែលគ្រូដាក់ជូនឧទាហរណ៍ថា你好请问你是老师吗សួស្តីអត់ទោះតើអ្នកគឺជាគ្រូមែនទេខាងនេះថាម៉េច是我是老师你呢បាទខ្ញុំគឺជាគ្រូចុះអ្នកវិញខាងនេះគាត់និយាយថា我不是老师我是裁缝ខ្ញុំមិនមែនជាគ្រូទេខ្ញុំគឺជាជាងកាត់ដេរ裁缝吃ដាក់ស្អាយ裁第二声裁缝你知道吗这នេះគឺជាចំណុចសំខាន់ដែលគ្រូជំរាបជូនខាងនោះក៏គាត់និយាយវិញថា感谢这个中文说的感谢មានថាអរគុណច្រើនអរគុណក្រៃលែងចឹងណា这个感谢ខ្លែងអរគុណOK这是非常的很好我觉得这个视频让你们进步让你水平比较好时时做练习每天做练习你能看到你的能力将来也比较好的 OK 拜拜谢谢大家អរគុណច្រើនអ្នកគ្នាកុំភ្លេច subscribe និងអនុវត្តលំហាត់ឲ្យបានច្រើនអរគុណច្រើនបាយបាយ